អព្រះតនកលោកបានទុនទៀបរៀបអស់សដងគុតខ្ញុំនឹករលឹកទៅដល់អគ្គមហេសីព្រមទាំងកូនសម្លាញ់ណាស់លោកកាលកម្មអីក៏អាក្រក់ម្លេះអូរយ៉ាអេយ៉ាអូលិញហាយ៉ាអូរយ៉ាងអើយលិញហាកម្មពីមិនណាឲ្យព្រាត់កូនថ្លៃព្រាត់អើយព្រាត់ស្នេហ៍អូណាព្រាត់កូនណាពីក្មេងវ័យអូកម្មមេញាប់ប្រយអកម្មអំប្រយប្រឡាយអសងខាអូណាកូនណាកូនស្ងួនអេអូណានួនអូយជីវ៉ាកូនឃ្លាតណាទៅណាកូនឃ្លាតណាយកទៅណាបៃតាខ្លោចផ្សាដារកពុំឃើញអស់កម្លាំងណាស់ដើរទៅមុខពុំរួចទុនអស់ដៃជើងកាយសម្បទាទាំងឡាយប្រហែលជាខ្ញុំពុំរស់រៀនមានជីវិតតទៅទៀតទេអោលោកកាយលោកមកផ្ដាច់នៃជីវិតសង្ខារខ្ញុំឲ្យហើយទៅកុំឲ្យខ្ញុំរស់នៅទាំងខ្លាចផ្សាទាំងបបាក់វេទនាបាត់ពុំមានដល់សំណប់ដួងចិត្តអស់សង្ឃឹមឲ្យខ្ញុំអ្វីក៏ដំរីមកលុតជង្គង់ចំពោះខ្ញុំអញ្ចឹងអោពុទ្ធឲ្យមានរឿងហេតុអ្វីចេះព្រះអង្គម្ចាស់ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំក្រាបទូលបានសេចក្តីថាខ្ញុំសម្លឹងទៅឃើញអ្នកទាំងអស់គ្នាហាក់បីដូចជាអង្គព្រះមហាក្សត្រព្រះនាងជាអង្គព្រះមហាក្សត្រដែរឬក្រាបទូលព្រះបរព្រះអង្គខ្ញុំម្ចាស់គឺជាម្ចាស់ស្ត្រីនៃនគរកតសិលាណាក្រាបទូលអង្គម្ចាស់ក្សត្រីទូលប្រាប់បង្គំសូមអង្គកាយក្រាបថ្វាយបង្គំព្រះនាងមិនអីទេក្រាបទូលតើឡើងមកចោះព្រះនាងម្ចាស់ក្សត្រីហេតុអ្វីក៏ព្រះនាងមកលុតគង់ចំពះទូលប្រាប់បង្គំដែលទូលប្រាប់បង្គំកំពុងតែខ្លោចផ្សាកាត់វិលវត្តសង្សារនៃការប្រត់ព្រះនារី
តាព្រះអង្គមានរឿងហេតុភេទអ្វីចំពោះទូប្រាបង្គំទៅក្រាបទូល ក្រាបទូលព្រះអង្គម្ចាស់ខ្ញុំម្ចាស់នឹងទូលសពគ្រប់រឿងរ៉ាវដើម្បីឲ្យទ្រង់យល់តាមពិតទៅខ្ញុំម្ចាស់គឺជាអង្គក្សត្រីនៃនគរកតសិលាព្រះស្វាមីរបស់ខ្ញុំម្ចាស់ទ្រង់បានសោយទីវង្គតចោលខ្ញុំម្ចាស់អស់រយៈកាលជាច្រើនឆ្នាំណាស់ទៅហើយមហានគររបស់ខ្ញុំម្ចាស់ក៏គ្មានស្ដេចឯណាមានសមត្ថភាពគ្រប់គ្រាន់និងបារមីខ្ពស់ដើម្បីនឹងគ្រប់គ្រងខ្ញុំម្ចាស់មានវ័យកាន់តែចាស់មានតែបុត្រីជាមនុស្សស្រីដូចតែហើយទៅថ្ងៃនេះខ្ញុំម្ចាស់ព្រមទាំងពលយើងសេនាអាមាត្យដងហែដងហមតម្លៃរតមង្គលដើម្បីស្វែងរកមនុស្សឯណាដែលមានបុណ្យបារមីខ្ពស់ដើម្បីមកគ្រប់គ្រងមហានគរពេលនេះតម្លៃរតមង្គលរបស់ខ្ញុំម្ចាស់បានលិតជង្គង់នៅមុខព្រះភ័ក្ត្ររបស់ព្រះអង្គchẳngមានន័យថាត្រង់នេះហើយគឺជាស្ដេចដែលអាចគ្រប់គ្រងមហានគររបស់ខ្ញុំបានណាក្រាបទូល ព្រះនាងម្ចាស់ក្សត្រីទូប្រាបង្គំមានរាជអគ្គមហេសីព្រមទាំងបត្រាពីអង្គរួចទៅហើយក្រាបទូល មានរាជអគ្គមហេសីព្រមទាំងបត្រា កណាថ្លៃវិសេស មិនអីនោះទេបើសិនជាទ្រង់មានមហេសីឬបុយក៏បត្រាក៏ដោយខ្ញុំម្ចាស់មិនយល់ខុសតអ្វីទេឲ្យតែព្រះអង្គព្រមទៅគ្រប់គ្រងនគររបស់ខ្ញុំម្ចាស់ណាក្រាបទូល ទេព្រះនាងទូប្រាបង្គំមិនហ៊ានថ្លើមធំថ្លើមប្រមាថហើយនឹងចង់បានព្រះនាងធ្វើជាគូក្រុងទីសូមព្រះនាងព្រះជាទានទោសសម្រាប់ទូប្រាបង្គំផងក្រាបទូល ព្រះអង្គខ្ញុំម្ចាស់ទេដែលត្រូវសូមក្តីអាណិតអាសូរពីទ្រង់នគររបស់ខ្ញុំម្ចាស់ធំធេងណាស់ហើយខ្ញុំម្ចាស់កាន់តែជរាព្រះអង្គសូមទ្រង់ទទួលយកការអង្វរករអំពីខ្ញុំម្ចាស់ទៅណាក្រាបទូល ព្រះនាងអង្គវកទូប្រាបង្គំអាណិតអាសូរដល់ព្រះនាងណាតែទូប្រាបង្គំតាមចុះណាព្រះនាង ព្រះបបព្រះអង្គ កណា ហើយនៅរឿងមួយទៀត រឿងហេតុអ្វីទៅព្រះនាង នន្ទាទេវីថ្វាយបង្គំទ្រង់ទៅព្រះអង្គខ្ញុំម្ចាស់នន្ទាទេវីសូមក្រាបថ្វាយបង្គំក្រាបទូល ព្រះនាងម្ចាស់ស្ត្រីព្រះនាងថ្វាយបង្គំទូប្រាបង្គំដូចជាខ្មាស់នៃក្នុងចិត្តទូប្រាបង្គំខ្លាំងណាស់ព្រះនាងតែព្រះនាងឲ្យទូប្រាបង្គំនឹងតាមអាវាតរបស់ព្រះវរិជ្ជមេត្តារបស់ព្រះនាងឲ្យក្រាបទូល ព្រះអង្គនន្ទាទេវីជាបុត្រីតែម្នាក់គត់របស់ខ្ញុំម្ចាស់ កណាថ្លៃវិសេស ខ្ញុំម្ចាស់បាននិយាយនឹងសាកសួរចិត្តបុត្រីហើយថាបើសិនជាខ្ញុំម្ចាស់អាចរកឃើញនរណាម្នាក់ដែលអាចគ្រប់គ្រងមហានគរបានខ្ញុំម្ចាស់នឹងឲ្យបុត្រីរបស់ខ្ញុំម្ចាស់ខ្លាចទៅជាអគ្គមហេសីរបស់គេម្នាក់នោះពេលនេះបុត្រីរបស់ខ្ញុំម្ចាស់ក៏គេព្រមដែរណាក្រាបទូល ប្រកាសណាថ្លៃវិសេសអង្គម្ចាស់ក្សត្រីដែលអង្គម្ចាស់ក្សត្រីមានសេចក្តីប្រោះអាណិតអាសូរដល់ទូប្រាបង្គំឲ្យទូប្រាបង្គំឡើងស្នងព្រះវេនីអំពីព្រះស្វាមីរបស់ព្រះនាងទូប្រាបង្គំនឹងសូមទទួលព្រះរាជបញ្ជាក្រាបទូល ខ្ញុំម្ចាស់អរព្រះគុណព្រះអង្គខ្លាំងណាស់នៅពេលនេះព្រះអង្គត្រូវតែធ្វើដំណើរជាមួយនឹងខ្ញុំម្ចាស់ចូលទៅក្នុងមហានគរ កណាថ្លៃវិសេសព្រះនាង ខ្ញុំម្ចាស់នឹងរៀបអភិសេកទ្រង់នឹងបុត្រី ព្រះនាងស្ដេចយាងក្រាបទូល តែយើងទៅផងព្រះបាទស្ដេចយើង ស្ដេចយាងលោកកាបើសិនជាទូប្រាបង្គំមិនចូលទៅក្នុងនគរព្រះនាងទូប្រាបង្គំមិនបានរកអគ្គមហេសីព្រមទាំងកូនឃើញទេដូច្នេះទូប្រាបង្គំនឹងតាមព្រះនាងហើយ ខ្ញុំឈ្មោះថាវងវណ្ណារាសប្តាហ៍ថ្ងៃរស់នៅជាមួយអ្នកម៉ែហើយនឹងពុកម៉ែកូនអាណិតពុកម៉ែណាស់ដើម្បីកូនពុកម៉ែហ៊ានធ្វើអ្វីទាំងអស់តើកូនអាចធ្វើអ្វីបានអាចជួយអ្វីពុកបានទៅ អូជាបត់នេកខ្ញុំអើយកាត់ទុកអើអត់លហើយ
នេះកូនធំមេពេញវិញត្រឹមតែជាព្រានបោបាញ់សัตว์កពុតមែនក៏ប៉ុន្តែពុកហើយនឹងម៉ែថែរក្សាកូនយ៉ាងល្អប្រសើរហើយមិនតែប៉ុណ្ណោះព្រានប្រដៅកូនឲ្យតែសាងតែអំពើល្អនេះហើយគឺជាគុណមួយដែលកូនមិនអាចបំភ្លេចបានឡើយអូថ្ងៃដែលកាន់ដាក់ខ្ពស់នៅតាហើយបើអញ្ចឹងគិតថាឡើងទៅជួបពុកហើយនឹងម៉ែរបស់ខ្ញុំសិនខ្ញុំឈ្មោះវងវណ្ណរ៉េតពេញរុកពេញរៀងហើយសពថ្ងៃរស់នៅជាមួយនឹងលោកឪពុកនិងអ្នកម្ដាយព្រមទាំងប្អូនប្រុសពុតជាបានសេចក្តីសុខណាស់ក៏ប៉ុន្តែខ្ញុំជាមនុស្សអភ័ព្វញាតិកាអភ័ព្វទ្រព្យសម្បត្តិដោយសារតែរស់នៅក្នុងព្រៃជាមួយនឹងឪពុកម្ដាយនិងប្អូនប្រុសប្រកបអាជីវកម្មជាអ្នកបរបាញ់សត្វរស់ដោយលំបាកវេទនាតោកចាំព្រោះខ្លួនលើយក្រទ្របមេជីវិតនេះអ្នកក្រមរស់ដោយលំបាកកើតមកតោកយ៉ាងព្រោះខ្លួនក្នុងព្រៃលោកឪពុកអ្នកម្ដាយអ្វីបាត់តាការងារមានការលំបាកលំបិនបន្តិចមែនក៏ប៉ុន្តែលោកឪពុកនិងអ្នកម្ដាយមិនដែលចេះរុញរាថយឡើយប្រឹងចិញ្ចឹមជីវិតអាត្មាព្រមទាំងចិញ្ចឹមបុត្រធីតាប្រុសស្រីឲ្យធំពេញរូបពេញរាងនេះជាកណោបការៈយ៉ាងធំធេងដ៏ពងពោះណាស់លោកឪពុកនិងអ្នកម្ដាយគឺជាបុព្វការីជនដែលមានកណោបការៈមុនឥឡូវនេះខ្ញុំបានពេញរូបពេញរាងហើយគឺក៏ចង់ដើម្បីជួយសម្រាលនៃការងារដល់ពុកម៉ែខ្លះថ្ងៃនេះឡើងទៅជួបលោកឪពុកនិងអ្នកម្ដាយ
ចង់សុំគាត់ធ្វើដំណើរទៅបកបាញ់សត្វជាមួយគាត់ឲ្យបានមួយថ្ងៃព្រោះហាក់បីដូចជាមានការអបសុកណាបើអញ្ចឹងប្រញាប់ធ្វើដំណើរទៅសិនសប្បាយចិត្តណាស់ថាបាត់អីកូនគេធំអត់ទៅហើយអាចជំនួសដៃជើងបានគ្រប់ពេលគ្រប់វេលាហើយនឹងក៏បានធូរកម្លាំងពុកវាខ្លះដែរក៏ប៉ុន្តែប្រហែលថ្ងៃនេះពុកវាហើយលវលឈុតស្អីស្មានតែហើយមិនទាន់មកនេះយ៉ាងម៉េចហ្នឹងម៉េចម៉ែវាហើយខ្ញុំបានរៀបចំមួយថ្ងៃបានរួចអត់ទៅហើយអត់ទៅព្រៃទៀតទេអីថ្ងៃនេះអើយខ្ញុំថ្ងៃនេះដូចជាមិនស្រួលខ្លួនដូចចង់ឃើញកូននៅផ្ទះជួបជុំគ្នាម្ដងអានេះនិយាយចេះកូនយើងទៅណាអស់ហើយកូនយើងគេមិនដែលទៅណាឆ្ងាយពីក្នុងផ្ទះរបស់យើងទេប្រហែលតែទៅលេងនៅក្បែរនេះនោះឯងបើពុកវាមិនស្រួលខ្លួនមិនបាច់ទៅព្រៃទេថ្ងៃនេះសម្រាប់នៅផ្ទះឲ្យបានមួយថ្ងៃទៅណាមែនហើយម៉ែវាអើយអូជិះដើមមកដល់ហ្នឹងហើយពុកម៉ែកូនជំរាបសួរហើយវណ្ណរាចុយណាបងរបស់កូនវណ្ណរេគេនៅណាហ្នឹងពុកម៉ែអូមកហើយអាកូនបាទពុកម៉ែកូនជំរាបសួរលោកឪពុកណាណែល្អហើយកូនប្រុសណែម៉ែវាបើកូនយើងនេះវាធំទៅមុំមួនណាស់ឥឡូវនេះបានជួយកម្លាំងខ្ញុំច្រើនត្រូវហើយខ្ញុំក៏សប្បាយចិត្តដែរម្យ៉ាងកូនយើងទាំងពីរនាក់ស្អាតណាស់ខ្ញុំពេញចិត្តតែម្ដងណែកូនថ្ងៃនេះមានការអីបានជាទឹកមុខញញឹមញញែមរកម៉ែចង់បានអីហ៎កូនបាទពុកម៉ែតាមពិតទៅខ្ញុំឃើញលោកឪពុកនិងអ្នកម្ដាយអ្វីត្បិតតែមានវ័យកាន់តែចាស់មែនក៏ប៉ុន្តែសុខភាពនៅមងមួនមិនសូវមានជំងឺអាពាធអ្វីឡើយដូច្នេះបានជាខ្ញុំមានការត្រេកអរប៉ុន្តែពុកឲ្យថ្ងៃនេះខ្ញុំអបសុកណាស់បើពុកធ្វើដំណើរទៅបកបាញ់សត្វខ្ញុំចង់ទៅជាមួយនឹងពុកមួយថ្ងៃបានទេពុកកូនប្រុសបាទពេលដែលចូលទៅក្នុងព្រៃវាពិបាកណាស់បើកូននៅជួយកិច្ចការងារនៅក្នុងផ្ទះដើម្បីឲ្យម៉ែរបស់ឯងគេស្រួលពុកទៅតែម្នាក់ឯងបានហើយព្រោះឆ្លងអូវានៅក្នុងព្រៃនោះវាពិបាកណាស់បើស្ទឹងទេកូនកុំទៅពិបាកមួយពុកអីទោះបីអត់ឃ្លានយ៉ាងម៉េចក៏ពុកនៅតែទៅកូននៅផ្ទះចោះជាមួយនឹងម៉ែពុកបើសិនជាកូនវិញទឹកចិត្តរបស់កូនខុសពីអាបងកូនដឹងថាពុកឥឡូវលំបាកចិញ្ចឹមកូនតាំងពីតូចរហូតដល់ធំប៉ុណ្ណេះពុកហើយនឹងម៉ែលំបាកខ្លាំងណាស់អញ្ចឹងនោះកូនគិតថានឹងទៅរកស៊ីដែលកន្លែងដែលឆ្ងាយអំពីនទីនេះហើយដើម្បីបានលុយឲ្យច្រើនមកជួយឡើងពុកម៉ែណាអូអញ្ចឹងបានន័យថាអូនចង់ទៅរកស៊ីនៅឲ្យស្រុកឆ្ងាយដូចជាការនិយាយជាមួយបងថ្ងៃមុនមែនទេបាទអូពិតមែនហើយពុកម៉ែខ្ញុំភ្លេចឲ្យឈឹងតាមពិតទៅកាលពីមុនខ្ញុំនៅតូចពុកម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាខ្ញុំឥឡូវខ្ញុំទាំងពីរនាក់ធំចិត្តប៉ុនពុកហើយនឹងអាចមានកម្លាំងគ្រប់គ្រាន់នឹងជួយរំលែកការងារពុកខ្លះខ្ញុំចង់សុំពុកទៅរកការងារខាងក្រៅដើម្បីយកលុយកាក់មកគ្រប់គ្រងក្នុងគ្រួសារទាំងអស់គ្នាណាពុកម៉ែពុកអរគុណណាកូនដែលកូនមានចិត្តថាចង់ជួយពុកតែចំពោះចិត្តពុកស្វានេះស្វាអីក៏ធំណាស់ពុកអូយនឹងឡាចអីណាពុកមិនដែលស្គាល់ទេអីណាស្វាមិនមន់ណាមិនដឹងពុកអី